សូមស្វាគមន៍មកកាន់ពិភពតុក្កតាសិល្បសាស្ត្រនិងអាគមវេទមន្តដ៏រំភើបនេះជារឿងរ៉ាវការតស៊ូសងសឹកនិងសេចក្តីក្លាហានសូមអញ្ជើញរីករាយទស្សនាទាំងអស់គ្នាពពួកខ្មៅចាប់ផ្ដាំគ្របដណ្ដប់លើភូមិត្រកូលសូរិយាដែលធ្លាប់តែមានសន្តិភាពអ្នកភូមិរស់នៅយ៉ាងសប្បាយរីករាយដោយមិនដឹងពីគ្រោះថ្នាក់ដែលកំពុងខិតជិតមកដាក់ឡើយវិរៈដែលជាយុវជនម្នាក់កំពុងហ្វឹកហាត់ដាវយ៉ាងសស្រាក់សស្រាំនៅកណ្ដាលទីលានរំពេចនោះសំឡេងគ្រោះហឹមដ៏គួរឲ្យខ្លាចបានបន្លឺឡើងពេញផ្ទៃមេឃកងទ័ពខ្មោចរាប់ពាន់នាក់បានហោះចេញពីពពកខ្មៅងងឹតមកវាយប្រហារភូមិផ្ទះសម្បែងត្រូវបានដុតបំផ្លាញដោយភ្លើងខ្មោចពណ៌ខៀវយ៉ាងសន្ធោសន្ធៅស្ដេចខ្មោចបង្ហាញខ្លួនជាមួយសម្លៀកបំពាក់ពណ៌ខ្មៅនិងភ្នែកក្រហមដូចឈាមសម្រែកឈឺចាប់អ្នកភូមិបានលាន់ឮពេញភូមិដែលធ្លាប់តែស្ងប់ស្ងាត់វីរៈព្យាយាមការពារគ្រួសាររបស់គេដោយប្រើដាវឈើដែលរឹងមាំស្ដេចខ្មោចសើចចំអករួចបញ្ចេញថាមពលខ្មៅកំទេចអ្វីគ្រប់យ៉ាងនៅចំពោះមុខឪពុកម្ដាយរបស់វីរៈបានលះបង់ជីវិតដើម្បីរុញគេឲ្យធ្លាក់ចូលទៅក្នុងជ្រោះជ្រៅភូមិទាំងមូលត្រូវឆេះជារួមក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះវីរៈដឹងខ្លួនឡើងវិញនៅខុនរូងភ្នំមួយដែលពោពេញដោយពន្លឺចម្លែកគេមានអារម្មណ៍ឈឺចាប់ពេញរាងកាយនិងពោពេញដោយភាពសោកសៅជាខ្លាំងយុវជនរូបនេះបានបដិញ្ញាចិត្តថានឹងសងសឹកឲ្យត្រកូលរបស់គេវិញឲ្យបានគេចាប់ដាងដាវចូលទៅក្នុងជ្រៅនៃរូងភ្នំនោះដើម្បីស្វែងរកផ្លូវចេញព្រឹទ្ធាចារ្យមុនបានបង្ហាញខ្លួននៅកណ្ដាលរូងភ្នំដោយទឹកមុខស្ងប់ស្ងាត់គាត់បានសម្លឹងមើលវិរៈរួចដឹងភ្លាមថាគេគឺជាអ្នកដែលត្រូវជ្រើសរើសព្រឹទ្ធាចារ្យបានប្រាប់វិរៈអំពីអាកំបាំងនៃអំណាចព្រះសូរិយាដែលលាក់ទុកវិរៈបានលុតជង្គង់សុំធ្វើជាសិស្សដើម្បីរៀនសិលសាស្ត្រការហ្វឹកហាត់ដំបូងគឺការសមាធិនៅក្រោមទឹកធ្លាក់ដ៏ត្រជាក់ស្រេបវីរៈត្រូវរៀនគ្រប់គ្រងដង្ហើមនិងអារម្មណ៍របស់គេឲ្យបានស្ងប់ល្អបំផុតព្រឹទ្ធាចារ្យមុនបានបញ្ជាឲ្យគេលើកថ្មយ៉ាក់ដោយប្រើត្រឹមតាកម្លាំងចិត្តញើសបានហូរស្រោតខ្លួនរបស់វីរៈប៉ុន្តែគេមិនបោះបង់ចោលឡើយវិរៈចាប់ផ្ដើមរៀនមន្តអាគមបាលីដើម្បីការពារខ្លួនពីវិញ្ញាណអាក្រក់គេសូត្រមន្តយ៉ាងស្ទាត់ជំនាញរហូតដល់មានពន្លឺពណ៌មាសជុំវិញរាងកាយព្រឹទ្ធាចារ្យបានបង្រៀនគេឲ្យចែកបញ្ចេញកម្លាំងធាតុភ្លើងចេញពីបាតដៃរាល់ការវាយចេញនីមួយបានបង្កជាផ្ទុះយ៉ាងខ្លាំងក្លាយប់មួយវីរៈត្រូវប្រយុទ្ធជាមួយរូបភាពស្រមោលរបស់ខ្លួនឯងដែលបង្កើតដោយមន្តអាគមការប្រយុទ្ធនេះពោពេញដោយភាពតានតឹងនិងល្បឿនយ៉ាងលឿនបំផុតគេត្រូវយកឈ្នះភាពភ័យខ្លាចក្នុងចិត្តខ្លួនឯងជាមុនសិនចុងក្រោយវីរៈអាចកំទេចរូបភាពស្រមោលនោះបានដោយជោគជ័យព្រឹទ្ធាចារ្យមុនបាននាំវីរៈទៅកាន់កំពូលភ្នំព្រះសុមេរុដែលខ្ពស់បំផុតនៅទីនោះមានពន្លឺចែងចាំងចេញពីថ្មដាដ៏ធំមួយនៅកណ្ដាលទីលានវាគឺជាកន្លែងដែលព្រះខន្ទេពត្រូវបានរក្សាទុកអស់រយៈពេលរាប់ពាន់ឆ្នាំវិរៈមានអារម្មណ៍ថាដាវនោះកំពុងហៅរូបគេវីរៈដាវយឺតសំដៅទៅរកព្រះខន្ទេពដែលចាំងពន្លឺដោយព្រះអាទិត្យនៅពេលគេចាប់ដងដាវថាមពលអកិសនីមហិមាបានរត់ឆ្លងកាត់ខ្លួនគេដីភ្នំចាប់ដាំញ័ររញ្ជួយនិងមានភ្លេកបន្តពេញមេឃវីរៈដកដាវចេញពីថ្មដោយជោគជ័យនិងបញ្ចេញពន្លឺពណ៌មាសសន្ធោសន្ធៅស្ដេចខ្មោចដឹងពីការកើតឡើងនៃអំណាចថ្មីក៏បញ្ជូនមេទ័ពអបាយទៅកំទេចវិរៈមេទ័ពអបាយជិះសត្វបក្សីខ្មោចយ៉ាក់ហ្វោះសំដៅទៅភ្នំព្រះសុមេរុគេបាននាំកងទ័ពបិសាចយ៉ាងច្រើនសន្ធឹកសន្ធាប់មកជាមួយបរិយាកាសប្រែជាត្រជាក់និងងងឹតស៊ូនស៊ុងភ្លាមវីរៈឈររងចាំនៅមាត់ច្រោះនិងប្រខ័នទេពក្នុងដៃយ៉ាងរឹងមាំមេទ័ពអបាយបានលោតចុះពីលើអាកាសមកវាយប្រហារវីរៈដោយពុថៅយៈវីរៈបានប្រើដាវទប់ទល់បង្កឲ្យមានកំទេចភ្លើងខ្ទាតពេញអាកាសការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតបានចាប់ផ្ដើមនៅកណ្ដាលព្យុះភ្លៀងមេទ័ពអបាយប្រើមន្តអាគមខ្មោលហៅប្រលឹងខ្មោចឲ្យមកឡោមព័ទ្ធវីរៈសូត្រមន្តអាគមការពាររួចបង្វិលដាវបង្កើតជាកងចក្រភ្លើងដ៏ធំពន្លឺព្រះអាទិត្យចេញពីដាវបានរំលាយប្រលឹងខ្មោចទាំងនោះឲ្យរលាយបាត់អស់
គេបានលោតឡើងលើអាកាសរួចកាប់សម្ដៅមេតបអបាយយ៉ាងលឿនមេតបអបាយរងរបួសជាទម្ងន់ប៉ុន្តែគេបានលេបថ្នាំពិសដើម្បីបង្កើនកម្លាំងរាងកាយរបស់មេតបអាក្រក់នោះបានរីកធំនិងមានស្នែងដួសចេញមុខយ៉ាងគួរឲ្យខ្លាចគេបានវាយកំទេចថ្មភ្នំឲ្យបែកខ្ចាត់ខ្ចាយសម្ដៅទៅរកវីរេកត្រូវប្រើល្បឿនលឿនដូចភ្លេចបន្តដើម្បីគេចចេញពីការវាយប្រហារវីរៈប្រមូលផ្ដុំធម្មពលសូរិយាទាំងអស់ទៅលើចុងដៅប្រខ័ណ្ឌទេពគេបានស្រែកហៅអំណាចទេពឲ្យចុះមកបង្ក្រាបសត្រូវអាក្រក់រស្មីពណ៌មាសបានជួបជុំគ្នាជាខ្សែទឹកភ្លើងយ៉ាងសន្ធោសន្ធៅវីរៈបានកាប់មួយដៅផ្ដាច់សង្វាក់បណ្ដាលឲ្យមេតបអបាយផ្ទុះជាបំណែកបន្ទាប់ពីជ័យជំនះវីរៈបានលាព្រឹទ្ធាចារ្យមុនដើម្បីធ្វើដំណើរទៅប្រាសាទងងឹតគេបានជិះសេះមន្តអាគមដែលរត់លឿនដូចខ្យល់កាត់តាមព្រៃជ្រៅក្នុងដំណើរនោះគេបានជួយសង្គ្រោះអ្នកភូមិជាច្រើនពីការធ្វើបាបរបស់បិសាចឈ្មោះរបស់វីរៈចាប់ផ្ដើមល្បីល្បាញពេញនគរក្នុងនាមជាវីរបុរសវីរៈមកដល់មាត់ទ្វារប្រាសាទងងឹតដែលមានឆ្មាំបិសាចអៀមកាមយ៉ាងតឹងរ៉ាំងគេមិនបង្អង់យូរឡើយរួចក៏ប្រើដាវកាត់ផ្ដាច់ទ្វារដែកដ៏ធំឲ្យខ្ទេចខ្ទីកងទ័ពខ្មោចរាប់ម៉ឺននាក់បានសម្រុកចេញមកឡោមព័ទ្ធរូបគេពីគ្រប់ទីវីរៈលើកដាវឡើងលើមេឃរួចបញ្ចេញថាមពលកំទេចភុកវាដោយស្លឹកឈើជ្រុះនៅកណ្ដឹងប្រាសាទវីរៈត្រូវឆ្លងកាត់អន្ទាក់មន្តអាគមជាច្រើនដែលគ្រោះថ្នាក់បំផុតមានទាំងភ្លើងអាស៊ីតនិងព្រួញពិសដែលបាញ់ចេញពីជញ្ជាំងយ៉ាងសន្ធាប់គេប្រើភ្នែកទិព្វដើម្បីមើលធ្លុះរាល់ល្បិចកលរបស់សត្រូវទាំងអស់វីរៈដើរសម្ដៅទៅកាន់បន្ទប់បន្លំរបស់ស្ដេចខ្មោចដោយចិត្តមិនរង្គោះរង្គើទ្វារបន្ទប់បល្ល័ង្កបានបើកឡើងបង្ហាញឲ្យឃើញស្ដេចខ្មោចដែលកំពុងរង់ចាំស្ដេចខ្មោចកាន់ដំបងឆ្អឹងដែលមានក្បាលរលាដាល់ក្បាលបញ្ចេញផ្សែងខ្មៅបន្ទប់ទាំងមូលប្រែជាត្រជាក់ដល់ឆ្អឹងនិងមានសំឡេងខ្មោចលន់លឺរងំវីរីសម្លឹងមើលសត្រូវសុពូជរបស់គេដោយកំហឹងយ៉ាងខ្លាំងស្ដេចខ្មោចបានបញ្ចេញរលកធាតុខ្មៅវាយប្រហារវីរេកយ៉ាងសាហាវវីរេកប្រើព្រះខនទេពទប់ទល់ប៉ុន្តែថាមពលនោះខ្លាំងរហូតធ្វើឲ្យគេខ្ទាតទៅបុកជញ្ជាំងស្ដេចខ្មោចសោកចំអកនិងប្រាប់ថាគ្មានអ្នកណាអាចឈ្នះភាពងងឹតអមតៈបានឡើយវីរេកព្យាយាមក្រោកឈរឡើងវិញទាំងឈាមហូរស្រោចមុខវីរៈនឹកឃើញដល់គ្រួសារនិងញាក់ភូមិដែលបានស្លាប់បាត់បង់ជីវិតចិត្តសងសឹកបានប្រែទៅជាកម្លាំងចិត្តដ៏មហិមាក្នុងការតស៊ូតលទីបញ្ចប់គេបានសម្រេចចិត្តប្រើប្រាស់ចំណេះដឹងខ្ពស់បំផុតដែលព្រឹទ្ធាចារ្យបានបង្រៀនពន្លឺព្រះអាទិត្យនៅក្នុងខ្លួនគេចាប់ផ្ដើមឆេះសន្ធៅជាងមុនស្ដេចខ្មោចបានប្រើមន្តអាគមហៅប្រលឹងសាហាវមកជួលក្នុងខ្លួនរបស់គេរាងកាយរបស់ស្ដេចខ្មោចបានคล้ายជាបិសាចยักษ์ដែលមានដៃ10និងក្បាល3វាបានប្រើដាវខ្មៅ10ដើមកាប់សម្ដៅវីរេកពីគ្រប់ទីតែម្ដងវីរេកបំវិលដាវការពារយ៉ាងលឿនរហូតមើលមិនទាន់នឹងភ្នែកការប្រយុទ្ធកាន់តែមានភាពតានតឹងឡើងរហូតដល់ប្រាសាទងងឹតចាប់ផ្ដើមបាក់បែកវីរេកបានហត់ឡើងលើអាកាសរួចបញ្ចេញកងចក្រសូរិយរ៉ាប់រួយវាយបកវិញស្ដេចខ្មោចព្យាយាមទប់ទល់ប៉ុន្តែត្រូវកងចក្រកាត់ដាច់ដៃម្ដងមួយសម្រែកឈឺចាប់របស់វិសាចយៈបានធ្វើឲ្យដៃញ័ររឹងជួយស្ដេចខ្មោចបានប្រើក្បាច់ចុងក្រោយដោយការបង្កើតរុនខ្មៅដើម្បីបឺតស្រូបយកអ្វីគ្រប់យ៉ាងវីរេកមានអារម្មណ៍ថាខ្លួនគេកំពុងត្រូវបានទាញចូលទៅក្នុងភាពសូន្យសុងគេបានដោតដាវព្រៃខនទេពទៅក្នុងដីដើម្បីទប់ខ្លួនយ៉ាងជាប់គេចាប់ផ្ដើមសូត្រមន្តអាគមបាលីកម្រិតកំពូលដើម្បីបំបែករុនខ្មៅនោះរស្មីពណ៌មាសដ៏ខ្លាំងក្លាបានផ្ទុះចេញពីដាវធ្វើឲ្យរុនខ្មៅនោះរលាយបាត់ទៅវិញវិរៈមិនទុកឱកាសឲ្យសត្រូវឡើយគេបានលោតសម្ដៅទៅកណ្ដាលទ្រូងរបស់ស្ដេចខ្មោចបានបញ្ចេញខែលវេទមន្តខ្មៅដើម្បីការពារខ្លួនជាប្រញាប់ប៉ុន្តែអំណាចនៃព្រះខ័នទេពបានទម្លាក់ខែលនោះយ៉ាងងាយស្រួលវិរៈបានដោតដាវចូលទៅក្នុងបេះដូងងងឹតរបស់ស្ដេចខ្មោចយ៉ាងជ្រៅថាមពលព្រះអាទិត្យបានហូរចូលទៅក្នុងខ្លួនបិសាចបណ្ដាលឲ្យវាឆេះពីខាងក្នុង
ស្ដេចខ្មោចស្រែកយំដោយភាពឈឺចាប់និងសុំក្តីមេត្តាពីវិរៈបានឆ្លើយថានេះគឺជាការតបស្នងចំពោះអំពើអាក្រក់ដែលឯងបានធ្វើស្ដេចខ្មោចចាប់ផ្ដើមរលាយคล้ายជាផេះផុងម្ដងបន្តិចនៅចំពោះមុខវិរៈវិញ្ញាណអាក្រក់ដែលវាបានលេបត្របាក់ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញប្រាសាទងងឹតទាំងមូលបានរលាយបាត់ទៅក្នុងពន្លឺថ្ងៃដ៏ស្រស់បំព្រងវិរៈឈរដកដង្ហើមធំក្នុងនាមជាអ្នកឈ្នះសង្គ្រាមអាគមដ៏ធំនេះពពកខ្មោចងងឹតដែលធ្លាប់តែគ្របដណ្ដប់លឺមេឃបានរលាយបាត់អស់គ្មានសល់ព្រះអាទិត្យពិតប្រាកដបានរះឡើងវិញចែងចាំងពន្លឺពះពេញផែនដីមុនអាគមខ្មោចងងឹតទាំងអស់ដែលធ្លាប់មានត្រូវបានកម្ចាត់ចេញពីលោកនេះប្រជាជនដែលរករៀនមានជីវិតបានចេញមកអបអរសាទរវីរបុរៈរបស់ពួកគេវិរៈបានត្រឡប់ទៅកាន់ភូមិសូរិយាវិញដើម្បីកសាងអ្វីគ្រប់យ៉ាងឡើងវិញគេបានដាំដើមឈើនិងសាងសង់ផ្ទះសម្បែងជូនអ្នកភូមិដែលនៅសេសសល់ព្រះខន្ទេពត្រូវបានគេយកទៅតម្កល់ក្នុងប្រាសាទថ្មីដើម្បីការពារសន្តិភាពវិរៈបានក្លាយជាស្ដេចដាមានយុត្តិធម៌និងជាអ្នកការពារត្រកូលសូរិយាជារៀងរហូតសន្តិភាពបានត្រឡប់មកវិញហើយពិភពលោកពោពេញដោយភាពរីករាយជាថ្មីម្ដងទៀតកុមារបានរត់លេងយ៉ាងសប្បាយរីករាយនិងស្ដាប់រឿងរ៉ាវនៃវីរភាពរបស់វិរៈសម្លឹងមើលទៅមេឃរួចញញឹមដាក់វិញ្ញាណក្ខន្ធឪពុកម្ដាយរបស់គេរឿងរ៉ាវនៃព្រះខន្ទេពនិងកំហឹងសូរិយានឹងស្ថិតក្នុងដួងចិត្តមនុស្សគ្រប់រូបជានិរន្តរ៍